នៅក្នុងថ្ងៃនេះនាងខ្ញុំសូមបង្ហាញអំពីរបៀបបង្កើត New Yahoo account ដើម្បីបង្កើត New Yahoo account នាងខ្ញុំត្រូវចូលទៅក្នុង Internet Explorer បន្ទាប់មកថាពាក្យថា www.yahoo.com រួចនាងខ្ញុំចុចទៅលើប៊ូតុង Sign in បន្ទាប់មកនាងខ្ញុំคลิกទៅលើ Sign up for the new account បន្ទាប់មកនាងខ្ញុំនឹងវាយបំពេញនៅព័ត៌មាននៅក្នុង Sign up ឧទាហរណ៍ដូចជាឈ្មោះធីតាកែវធីតាកែវ1 2 3 password តម្រូវទៅធ្វើអ្វីដែលនាងខ្ញុំបំពេញតោះមកនាងខ្ញុំ select ប្រទេសដូចជា Cambodia លេខទូរស័ព្ទ089ជាឧទាហរណ៍000បន្ទាប់មកនាងខ្ញុំជ្រើសរើសរកខែ1ថ្ងៃទី1ឆ្នាំ1980បន្ទាប់មកនាងខ្ញុំជ្រើសរើសរកភេទបើសិនជានាងខ្ញុំមានលេខទូរស័ព្ទដែលចង់ recover នៅពេលមានបញ្ហានៅថ្ងៃក្រោយគឺខ្ញុំអាចដាក់លេខទូរស័ព្ទនរណាមួយដែលជាសាច់ញាតិរបស់នាងខ្ញុំឬក៏អ្នកផ្សេងទៀតបើសិនជាខ្ញុំអត់ទេខ្ញុំមិនចាំបាច់ដាក់គ្រាន់តែ select ថា create account បន្ទាប់មកនាងខ្ញុំវាយពាក្យដែលហោះនៅលើអេក្រង់រួច submit code ដើម្បី verify យើងត្រូវវាយម្ដងទៀតរួច submit code again បន្ទាប់មកទៀតនាងខ្ញុំ send SMS បើនាងខ្ញុំ send SMS នាងខ្ញុំនឹងរងចាំទទួល message ពីលេខទូរស័ព្ទដើម្បី verify code គឺខ្ញុំបានលេខ code គឺ29.8 ចឹងខ្ញុំ submit ខ្ញុំបានលេខ code ពី Yahoo send មកទូរស័ព្ទដៃរបស់នាងខ្ញុំរួចខ្ញុំ submit ដូចនេះខ្ញុំបានទទួលនៅ Yahoo ID ដោយជោគជ័យមួយអញ្ចឹងខ្ញុំដើម្បីចូលទៅមើលគឺខ្ញុំចុច sign in រួចនាងខ្ញុំwelcome ទៅធីតាកែវបានន័យថា Yahoo ID របស់ខ្ញុំគឺធីតាកែវ1 2 3បន្ទាប់មកនាងខ្ញុំថែ password ហើយបន្ទាប់មកនាងខ្ញុំចុច sign inដូច្នេះនាងaccount របស់នាងខ្ញុំត្រូវបានបើកឲ្យប្រើប្រាស់សូមអរគុណនៅការទស្សនាវីដេអូពីរបៀបបង្កើត Yahoo ID សូមអរគុណ